Hello ក៏ដូចជាសួស្តីគ្នាយើងមកកាន់ Channel របស់ខ្ញុំ Bob E Football ហើយថ្ងៃនេះដែរខ្ញុំមកប្រាប់គ្នាយើងពីរបៀបរៀបកីឡាករឲ្យលេងត្រូវជើងគ្នាលេងអត់ជាន់ជើងគ្នាយើងនិយាយទៅកីឡាករ POT ឲ្យតែរៀបត្រូវតម្រង់ក៏លេងស្រួលលេងដែរគ្នាយើងមិនចាំបាច់ដល់មាន epic មានអីទេយើងលេងតែ POT ឲ្យតែរៀបត្រូវគឺលេងស្រួលដូចតែគ្នាទេគ្នាយើងយ៉ាងហើយគ្នាយើងមកមើលវីដេអូខ្ញុំដឹងថាត្រូវហើយសម្រាប់អ្នកមានកីឡាករធម្មតាហើយឥឡូវខ្ញុំមករៀបរាប់ពីក្រោមទៅចូលដបងគេអ្នកចាំទីនេះយើងចង់ដាក់ defensive ក៏បានដាក់ attacking ក៏បានដែរសម្រាប់ GK ហើយសម្រាប់អ្នកបន្ទាប់ទៀតគឺCB យើង Rudiger នេះខ្ញុំលេង Destroyer ហើយនឹងមួយទៀតគឺ Van Dijk យើង Van Dijk លេង build up និយាយទៅពីរហ្នឹងត្រូវតែមានមួយយើងហើយសម្រាប់ LB ខ្ញុំ recommend ឲ្យគ្នាយើងលេង attacking fullback នេះយើងវារត់ឡើងរត់ចុះហើយសម្រាប់OB វិញគឺលេង defensive fullback ពេញមកនេះយើងព្រោះអី play style ហ្នឹងវាអត់រត់ឡើងលើយើងវានៅខំដល់ពេលអញ្ចឹងវាជួយការពារហើយចូលដល់ DMS play style សំខាន់បំផុតគ្នាយើង Angerman នេះគឺអត់បានទេគ្នាយើងត្រូវតែមានហើយមួយទៀតគឺ box to box នេះយើង play style រត់ឡើងរត់ចុះត្រូវតែមានដូចគ្នាវាស្រួលលេងគ្នាយើងហើយសម្រាប់AMS របស់ខ្ញុំទាំងពីរហ្នឹងយើងBellingham យើងដាក់ whole player យើង Bellingham នេះរឹងខ្លាំងមែនតើហើយមួយទៀតAMS របស់ Brazil ខ្ញុំមិនស្គាល់ឈ្មោះទេគឺលេង playmaker មកនេះយើងពីរ play style ហ្នឹងលេង AMS ល្អខ្លាំងមែនតើខ្ញុំ recommend ខ្លាំងមែនតើដល់គ្នាយើងហើយនៅកីឡាករពីរនាក់ទៀតគឺ CS នេះយើង CS ហ្នឹងយើងលេង play style ដូចគ្នាទេគឺទាំង Martinez ទាំងMbappe យើងលេង goal catcher ទាំងពីរតើលេងដាក់ goal catcher ទាំងពីរអញ្ចឹងបានលេងត្រូវគ្នាយើងហើយផុតពីកីឡាករយើងចូលមកដល់កន្លែង individual interaction គ្នាយើងកន្លែងហ្នឹងគ្នាយើងដាក់តាមខ្ញុំមក DMS យើងដាក់អញ្ចឹងមកហើយមួយទៀតកន្លែងទី1នេះយើងដាក់ defensive Rudiger នេះយើងព្រោះអី destroyer ឡើងរៀងឡើងខ្ពស់បន្តិចអញ្ចឹងតើតែយើងដាក់បើថាអត់ដាក់ទេដឹងថាជាងជ្រាយតិចហើយជាងក្រោមហើយ attacking យើងដាក់ LB មកគ្នាយើងឲ្យជួយ support ខាងលើខ្លះហើយវីដេអូមានតែប៉ុណ្្នឹងទេខ្ញុំកុំភ្លេចជួយ subscribe channel YouTube ខ្ញុំអ្នកមួយផង